បងប្អូនចាស់ជីវកម្មទាំងអស់គ្នាមានឆ្ងល់ថាហាងខ្លះគាត់តែយើង search ឈ្មោះរបស់គាត់នៅលើ Google បង្ហាញជាទីតាំងបង្ហាញជារូបភាពបង្ហាញជាចំនួនផ្កាយនៃការ rate ពីអតិថិជនរបស់គាត់មកភ្លាមៗតែម្ដងអញ្ចឹងសួរថាតើព័ត៌មានទាំងអស់ហ្នឹងវាបានមកពីណាអញ្ចឹងថ្ងៃនេះគឺខ្ញុំនឹងនិយាយអំពី Google Business Profile ជាមួយនឹង Google Map ហ្នឹងតើវាខុសគ្នាបែបម៉េចហើយវាជួយអីគេខ្លះសម្រាប់អាជីវកម្មប្រភេទជា physical store ឬមួយក៏អាជីវកម្មដែលមានទីតាំងជាក់លាក់អាចឲ្យអតិថិជនទៅកាន់ទីតាំងនោះបានអញ្ចឹងដើម្បីងាយស្រួលយល់យើងអាចប្រៀបធៀបថា Google Business Profile វាគឺជាហាងហើយដោយឡែកតើតមួយនឹង Google Map វាគឺជាផែនទីដើម្បីអាចឲ្យអតិថិជនទៅរកហាងនោះបានអញ្ចឹងទាំងពីរហ្នឹងគឺវាដើរតួនាទីផ្សេងពីគ្នា Google Business Profile វាដើរតួនាទីជាឧបករណ៍សម្រាប់អាជីវកម្មក្នុងការគ្រប់គ្រងនិងការបញ្ចូលទិន្នន័យព័ត៌មានអាជីវកម្មរបស់គាត់នៅលើ Google Profile របស់គាត់ហើយចំពោះ Google Map វាគឺជាឧបករណ៍សម្រាប់អ្នកប្រើប្រាស់ដើម្បីស្វែងរកទីតាំងរបស់ហាងរបស់យើងហើយចំពោះគោលបំណងនៃការប្រើប្រាស់គឺ Google Business Profile គឺបង្ហាញព័ត៌មានអំពីហាងរបស់យើងដូចជាម៉ោងពេលដែលយើងបិទបើកហាងអាចបង្ហាញជាព័ត៌មានដើម្បីទំនាក់ទំនងដូចជាលេខទូរស័ព្ទហើយតើតមួយនឹង Google Map គឺវាបង្ហាញអំពីរយៈចម្ងាយផ្លូវពីអ្នកប្រើប្រាស់ទៅកាន់ហាងរបស់យើងបើគាត់ធ្វើដំណើរទៅតើគាត់គួរចំណាយពេលប៉ុន្មានឬមួយក៏គាត់ត្រូវទៅតាមផ្លូវណាដែលជាជម្រើសល្អហើយលឿនសម្រាប់គាត់ចឹងទៅហើយចំពោះការគ្រប់គ្រងគឺ Google Business Profile វាងាយស្រួលសម្រាប់ម្ចាស់អាជីវកម្មក្នុងការគ្រប់គ្រងនិងការបញ្ចូលទិន្នន័យការកែសម្រួលទិន្នន័យព័ត៌មានដែលយើងបង្ហាញអំពីហាងរបស់យើងនឹងនៅលើ Google ហើយចំពោះ Google Map វាងាយស្រួលសម្រាប់អ្នកប្រើប្រាស់ជាអតិថិជនរបស់យើងហ្នឹងគាត់ងាយស្រួលក្នុងការបញ្ចេញមតិយោបល់ផ្សេងៗនៅលើ Google Profile របស់យើងឧទាហរណ៍នៅពេលដែលគាត់បានសាកល្បងសេវាកម្មរបស់យើងហើយគាត់ចង់បញ្ចេញមតិយោបល់ក្នុងការស្ថាបនារបស់យើងឬមួយក៏គាត់ចង់សរសើរពីហាងរបស់យើងអីគឺគាត់អាចបញ្ចេញមតិយោបល់បានតាមរយៈការ rate ការ review អីចឹងទៅអញ្ចឹងសរុបឲ្យខ្លី Google Business Profile វាគឺជាប្រភពទិន្នន័យចំណែកឯ Google Map វាគឺជាផែនទីដើម្បីដាក់បង្ហាញទិន្នន័យទាំងអស់ហ្នឹងអញ្ចឹងឥឡូវយើងមកនិយាយអំពីអត្ថប្រយោជន៍នៃ Google Business Profile ជាមួយនឹង Google Map សម្រាប់អាជីវកម្មដែលប្រភេទជា physical store ម្ដងអញ្ចឹងតើវាមានអត្ថប្រយោជន៍អីគេខ្លះទី1គឺវាជួយបង្កើនទៅលើ visibility មានថាបង្កើនការមើលឃើញនៅពេលដែលអតិថិជនឬមួយក៏ user ហ្នឹងគាត់ search នៅលើ Google ឧទាហរណ៍គាត់ search ថាហាងកាហ្វេនៅក្បែរខ្ញុំឬមួយក៏ហាងជួសជុលឡាននៅក្បែរខ្ញុំប្រកាសណា Google វានឹងបង្ហាញទីតាំងរបស់អាជីវកម្មដែលមាន business profile ច្បាស់លាស់មកមុនជាមិនខានវាជួយក្នុងការតាក់ទាញអតិថិជនដែលនៅជិតហាងរបស់យើងបំផុតហើយចំពោះទី2គឺបង្កើនទំនុកចិត្តអញ្ចឹងហាងដែលមានរូបភាពច្បាស់លាស់មានការឆ្លើយតបទៅកាន់អតិថិជនបានល្អដោយការគោរពហើយមានការ rate ជាផ្កាយជា review នឹងបានល្អវានឹងជួយឲ្យអតិថិជនថ្មីហ្នឹងគាត់សម្រេចចិត្តមកកាន់ហាងរបស់យើងកាន់តែខ្ពស់ផងដែរហើយទី3គឺតកតងជាមួយនឹងភាពត្រឹមត្រូវអញ្ចឹងអតិថិជនខ្លះគាត់មុនទៅដល់ហាងរបស់យើងគាត់អាចមើលព័ត៌មានពីម៉ោងធ្វើការឬម៉ោងបិទបើករបស់ហាងរបស់យើងជាមុនសិនបានអញ្ចឹងបើសិនជាគាត់ជាអតិថិជនថ្មីដំបូងអញ្ចឹងគឺយើងត្រូវផ្ដល់ experience ល្អទៅកាន់គាត់ឧទាហរណ៍ដូចយើងម៉ោងឈប់សម្រាករបស់យើងនៅម៉ោងណាម៉ោងបើករបស់យើងនៅម៉ោងណាគឺយើង update វាឲ្យបានច្បាស់លាស់បើដូចជាម៉ោងថ្ងៃ holiday អីយើងអាច update វាជាប្រចាំទៅដើម្បីជៀសវាងការខកជើងរបស់អតិថិជនទៅកាន់ហាងរបស់យើងដែរអាហ្នឹងប្រៀបបានដូចជាការផ្ដល់ bad experience ទៅកាន់អតិថិជនថ្មីដែរគឺយើងត្រូវ take care ហើយទី4គឺតកតងជាមួយនឹង engagement របស់អតិថិជនមកកាន់ហាងរបស់យើងដែរអញ្ចឹងនៅពេលដែលយើងមាន Google Business Profile ច្បាស់លាស់យើងអាច upload ជារូបភាពស្អាតបើយើងជាហាង restaurant យើងអាចផុសនៅរូបភាព menu របស់យើងដែលស្អាតឬមួយក៏យើងអាច update ទៅមួយនឹង promotion នៅក្នុងឱកាសណាមួយអញ្ចឹងទៅអញ្ចឹងនៅពេលដែលអតិថិជនគាត់ឃើញគាត់ចាប់អារម្មណ៍គាត់អាច direct ទៅកាន់ហាងរបស់យើងភ្លាមអីចឹងទៅហើយទី5គឺតកតងជាមួយនឹង insight ដែរទិន្នន័យដែលយើងអាចយកមកវិភាគអញ្ចឹងនៅក្នុង Google Business Profile បងប្អូនអាចដឹងថាតើក្នុងមួយខែមានមនុស្សប្រមាណអ្នកដែលគាត់ចុចមើលផ្លូវមកហាងរបស់យើងហើយគាត់អាច call សួរព័ត៌មានមកហាងរបស់យើងនឹងប្រមាណអ្នកអញ្ចឹងទៅ
ហើយវាជួយក្នុងការរៀបចំផែនការជំរុញការលក់បងប្អូនឲ្យកាន់តែល្អប្រសើរផងដែរអញ្ចឹងសរុបមកវិញគឺរវាង Google Business Profile ជាមួយនឹង Google Map វាមិនមែនជារឿងឆ្ងាយពីគ្នាវាប្រៀបបានដូចជាបងប្អូនបង្កើតអញ្ចឹងឬមួយហៅថាជាដៃគូដែលបំពេញឲ្យគ្នាដែលមិនអាចខ្វះបានសម្រាប់អាជីវកម្មនៅក្នុងសម័យ Digital ហ្នឹងអញ្ចឹងបើសិនជាបងប្អូនមានហាងជាប្រភេទ Physical Store ឬមួយក៏ហាងដែលអាចឲ្យអតិថិជនទៅដល់ទីតាំងបានហ្នឹងប៉ុន្តែយើងអត់ទាន់មានជា Google Business Profile ទេអញ្ចឹងបងប្អូនគួរតែរៀបចំបង្កើតវាឲ្យបានត្រឹមត្រូវហើយបញ្ចូលព័ត៌មានឲ្យបានច្បាស់លាស់ដើម្បីងាយស្រួលសម្រាប់អតិថិជនគាត់ស្វែងរកហើយវាជាយុទ្ធសាស្ត្រសម្រាប់ការបង្កើនការលក់ថ្មីមួយទៀតសម្រាប់បងប្អូនផងដែរអញ្ចឹងអរគុណច្រើនសម្រាប់ការទស្សនាវីដេអូនេះហើយយើងនឹងជួបគ្នានៅវីដេអូក្រោយទៀត